នេះគឺយើង print roll ជាមួយម៉ាស៊ីន Epson L100 1800 អញ្ចឹងក្នុងគ្រឿងវាទាំងអស់នេះវាមានអានេះដាក់ roll ខាងក្រោយម៉ាស៊ីន sticker กระดาษ roll យើងហ្នឹងខាងមុខនេះគឺរវៃអូតូហើយក្នុងកុំព្យូទ័រយើងប្រើកម្មវិធី print roll ក្នុងកុំព្យូទ័រយើងបានវា print roll បានតបមកយើងឲ្យវាទាញกระดาษ A4 ធម្មតាមួយចូលសិនទៅបានយើងស្រួលដាក់กระดาษ roll យើងចូលនេះដាក់ឲ្យស្មើមកដាក់វាពីលើกระดาษ A4 ហ្នឹងទៅរុញវាឲ្យទៅដល់កន្លែងរឡូទាញกระดาษហ្នឹងយើងអាចទាញกระดาษវាចូលទៀតដែរអញ្ចឹងกระดาษ roll យើងវាបានទាញចូលក្នុងម៉ាស៊ីនហើយពេលទាញចូលយើងឈប់ហើយ admin print 10 slug ទៅលើកម្មវិធី print roll ហ្នឹងចុច print វាចាប់ដើម print ហើយនេះវាចេញមកផុតហើយអានេះយើង print ជា roll មែនក៏ប៉ុន្តែ file យើង A3 ឯងយើងមិនបាច់ធ្វើវែងក៏បានដែរវា print ចប់វា print តណាចាំกระดาษវាចេញមករៀងវែងតិចយើងអាចបិទឲ្យអានេះវិលបានហើយអញ្ចឹងយើងអាចដាក់ print វាចោលទៅយើងមិនបាច់ហត់ដាក់กระดาษម្ដងមកស្លឹកទេអានេះវា print ចប់មកស្លឹកឯងឃើញទេពេលវា print ចប់វាអត់ឈប់ទេវា print រហូតអញ្ចឹងយើង print roll ហ្នឹងគឺមួយខ្លះគាត់សួរថា print roll ហ្នឹងយើងត្រូវធ្វើប្រវែងប៉ុន្មានអីប្រវែងប៉ុន្មានពេលវា print ចប់មកស្លឹកវាដក clear បន្តិចវា print តទៀតស្លឹកទី2យើងដាក់ print មិញ admin ដាក់10ស្លឹកអញ្ចឹងវា print 10ស្លឹកទៅលើ roll ហ្នឹងអញ្ចឹងវាស្មើនឹង A3 ហ្នឹង10ស្លឹកឥឡូវវាវែងល្មមក្នុងការយើងដាក់ទៅលើជើងល្វៃយើងបានហើយអញ្ចឹងយើងអាចដាក់វាល្វៃអូតូយើង print បានរហូតហើយ print មិញ10ស្លឹកយើងចង់ print 100ស្លឹកក៏បានដែរអានេះវាចាំតែបវលអូតូខ្លួនវាហើយវាអត់មកជ្រួញញ៉ៃទៀតទេកុំឲ្យឆ្ងល់ថា print roll ហ្នឹងយើងត្រូវធ្វើ file ប្រវែងប៉ុន្មានយើងធ្វើជា A3 A4 ក៏បានដែរតាមຂະຫນាត sticker យើងអានេះ admin test print ទេអាហ្នឹងមិនមែន sticker ណាអាហ្នឹងกระดาษទេគាត់ថាกระดาษហ្នឹងមកកាត់ A3 297 មីលីម៉ែត្រហើយជា roll ប្រវែងវាវែងអញ្ចឹងទៅ100ម៉ែត្រ50ម៉ែត្រអីចឹងណា admin ធ្វើ file A3 ទេវា print ចប់ admin ដាក់ក្នុង software print roll ហ្នឹងដាក់10ស្លឹកអានេះវាស្មើមួយស្លឹកនេះតបមកមួយស្លឹកទៀតអញ្ចឹងវា print ជាប់គ្នារហូតយើងធ្វើអញ្ចឹងទី1ចំណេញពេលយើងអត់អង្គុយចាំមើលវាអង្គុយចាំដាក់กระดาษវាឬក៏ sticker បើ sticker យើងពិបាកដាក់ sticker វាជាប់មួយស្លឹកវាជាប់អញ្ចឹងយើងត្រូវដាក់មួយស្លឹកហើយមួយស្លឹកទៀតដាក់ខ្លួនយើងធ្វើ print roll អញ្ចឹងយើងចំណេញអញ្ចឹងហើយអាចដល់មែនតើយើងអាច print ទុកចោលយើងមិនបាច់រវល់ជាមួយវាក៏បានដែរយើងធ្វើការងារផ្សេងចំណេញពេលយើងមានគ្រឿងទាំងអស់នេះវាស្រួល print roll វាស្រួលអញ្ចឹងភាគច្រើន sticker roll វាតម្លៃវារៀងធូរជាងស្លឹកយើងចំណេញតម្លៃចំណេញពេល Facebook បើតា print ស្លឹកយើងដាក់ស្លឹកចូល print យក print roll យើងត្រូវរៀបចំតិចចាប់ដើមដំបូងយើងត្រូវរៀបចំយើងប្រើពេលវេលាខ្លះតែពេលរៀបចំហើយវាទៅនេះវាមករហូតយើង print បានរហូតអញ្ចឹងហើយយើងអត់ពិបាកដាក់กระดาษម្ដងមួយខ្លាចវាទាញទៅខូចกระดาษខូច sticker យើងឬក៏កាំងអីទេទាញម្ដងមួយស្លឹកអីចឹងមិនបាច់អានេះ admin print ទុកចោលឃើញយើងអត់បាច់ទៅ print បានស្លឹកនេះបានមើលតែឃើញយើងមិនបាច់ដាក់กระดาษហត់ដាក់กระดาษអីម្ដងមួយស្លឹកទេគឺស្រួល print roll គឺវាស្រួលអញ្ចឹងចង់ស្រួល print ច្រើនយើង print roll ចឹងបានវាចំណេញពេល admin គឺចំណេញពេលយើងធ្វើអីក៏ដោយយើងចំណេញពេលយើងសល់ដៃសល់ពេលវេលាសល់ដៃជើងយើងទៅធ្វើការងារផ្សេងបានទៀតយើងអត់ខាតពេលទៅលើការ print នឹងតែមួយមុខទេអញ្ចឹងអានេះយើង print ទុកចោលទៅយើងទៅនេះមកអើតមើលវាឬក៏ដាច់ភ្លើងដាច់អីចឹងអានេះអ្វីអូតូហ្នឹងធម្មតាយើង print roll បើយើងអត់រវល់ជាមួយវាសុទ្ធហ្មងกระดาษ roll ហ្នឹង sticker roll អីហ្នឹងវា print វែងពេកទៅវាអាចញ៉ៃញ៉ុកចូលគ្នាអញ្ចឹងយើងអត់បានមើលវាអញ្ចឹងយើងមានអានេះវាស្រួលហើយជើងក្រោយយើងដាក់ roll យើងមកកាផ្លេរបស់វាជើងដាក់ sticker ដុំ roll ម៉ាស៊ីន print Epson ដែលវា support ជាមួយកម្មវិធី print roll ឬក៏ម៉ាស៊ីន print ដែលយើង print roll បានជើងអ្វីអូតូធ្វើតែ file print ដាក់ចំនួនដែលយើងចង់ print ទៅអានេះ10ស្លឹកវា print មករហូត10ស្លឹកវាឈប់ហើយយើងអាច print តបានរហូត artwork ផ្សេងៗយើង print បានណាមិនមែនតែ artwork ទេពេលវា print ចប់វាឈប់ជាមើលវា print ចប់វាឈប់អាច print artwork ថ្មីបានយើងចំណាយពេលធ្វើ file បន្តិចតែអត់យូរទេតាមពិតបើ admin នេះសារ admin លើកដាក់លើតុដើម្បីថតវីដេអូមានកន្លែងវាស្រាប់យើងទុកកន្លែងវាទៅត្រូវរៀបចំអីទៀតទេ
អានេះស្លឹកចុងក្រោយស្លឹកទី10ហ្នឹងវា print ហើយវាឈប់ print ហើយវា scope នៅហ្នឹងយើងអាច print file ផ្សេងៗបានទៀតវា print ចប់ហើយវា print ចប់វាឈប់ print ហើយ print roll ហ្នឹងបើយើងចង់ print តទៀតយើងអាចដាក់ file print តទៀតតែបើអត់ចង់ print តទៀតចង់បិទម៉ាស៊ីនកុំតាបិទម៉ាស៊ីនយើងកាត់ roll ចេញសិន admin ឈប់ print ហើយមុននឹងបិទម៉ាស៊ីន print យើងត្រូវកាត់ roll ចេញសិនតែមិនអញ្ចឹងទេវាទាញ roll ចេញមកប្រើហ្នឹងយើងកាត់អញ្ចឹងយើងអាចបិទម៉ាស៊ីនយើងបានហើយពេលយើងបិទម៉ាស៊ីនវារុញវាទាញចេញមកណាអញ្ចឹងយើងត្រូវកាត់វាអញ្ចឹងតែអត់កាត់ទេវាទាញអារ៉ូនឹងមកប្រើហើយអញ្ចឹងយើងកាត់វាទៅអូខេនេះយើង print roll ជាមួយ Epson L1800